នេះគឺជាវីដេអូ part 2 បន្តពីវីដេអូមុនអញ្ចឹងដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងដូចបាននិយាយនៅវីដេអូដើមអញ្ចឹងគឺក្រុមការងារខាងផាប់គឺលឿនមែនតែនក្នុងរយៈពេលតែមួយយប់ទេគឺធ្វើអាសុំសួនហ្នឹងបានច្រើនកន្លែងមែនតែនហើយដោយសារតែទីតាំងដែលយើងត្រូវហៀបនេះគឺវាមានច្រើនសួនដែរអញ្ចឹងវាមានខាងមុខខាងគៀនហើយនៅកណ្ដាលទៀតអញ្ចឹងហើយគឺគាត់ធ្វើរយៈពេលតែមួយយប់ហើយបន្តធ្វើរហូតនិយាយរួមទៅធ្វើអត់មានសម្រាប់ទេគឺធ្វើមិនឲ្យហើយលឿនតាមលទ្ធភាពដែលគាត់អាចធ្វើបានណាអញ្ចឹងក្រុមការងារសួនក៏មិនធម្មតាដែរបន្ទាប់ពីសុំស្ងួតគឺយើងចាប់ផ្ដើមបញ្ចូលដីហើយអញ្ចឹងគឺសម្រុកមែនតែនហ្មងដោយសារតែពេលវេលារបស់គាត់ឲ្យយើងនឹងមានកំណត់ដោយសារគាត់បញ្ញាប់ក្នុងការបើកហាងហ្នឹងកាលហ្នឹងអញ្ចឹងយើងក៏អត់មានពជាពេលដែរអ្នកដែលធ្វើគឺធ្វើអ្នកដែលបញ្ជូនដីគឺបញ្ជូនដីអញ្ចឹងគឺយើងធ្វើទៅតាមលទ្ធភាពហើយក្នុងការបញ្ចូលដីទៅក្នុងសួននេះដែរដោយសារតែទីតាំងរបស់យើងតម្រូវឲ្យធ្វើជាបែបភ្នំអញ្ចឹងយើងត្រូវការបង្ហូរទឹកចូលដែរដើម្បីឲ្យទីមួយដីហ្នឹងវាទន់ហើយវាហាប់ដើម្បីងាយស្រួលក្នុងការពូនណាអញ្ចឹងអ្នកធ្វើអ្នកបង្ហូរទឹកអ្នកពូនគឺពូនហើយបន្តមកទៀតគឺយើងចាប់ផ្ដើមយកស្មៅមកប្រើអញ្ចឹងយើងអត់រងចាំហើយទាំងអស់ទេទីតាំងណាដែរហើយគឺយើងចាប់ផ្ដើមធ្វើប្រើតែម្ដងចឹងដូចនៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺស្មៅចាប់ផ្ដើមចូលប្រើហើយបន្ទាប់ពីយើងពូនខ្លះយើងក្រាស្មៅចូលប្រើអញ្ចឹងគឺយើងអត់រងចាំទេហើយសម្រាប់វីដេអូនេះគឺនៅមានបន្តទៀតអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចរងចាំមើលដោយសារតែទីតាំងរបស់យើងហ្នឹងគឺមានច្រើនសួនមែនតែនហើយតកតងជាមួយនឹងការងារដែរវាក៏មិនងាយស្រួលក្នុងការធ្វើប្រហែលដែរដោយសារតែកំពុងតែក្នុងការឋានណាអញ្ចឹងយើងអូសដីយើងលើកអីវ៉ាន់នេះគឺយើងត្រូវប្រើពេលវេលារៀងយូរជាងទីតាំងដែលស្លាស់អញ្ចឹងដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺបញ្ញាក់បញ្ញាវមែនតែនអញ្ចឹងកុំភ្លេចទស្សនាទាំងអស់គ្នានៅវីដេអូបន្តតទៅជាមួយនឹងការរៀបសួននេះពួកអត់ទាន់ចប់ទេនៅបន្តទៀតអរគុណសម្រាប់ការទស្សនាវីដេអូកុំភ្លេចរងចាំវីដេអូក្រោយ